បាទសួស្តីមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាជាទីរាប់អានថ្ងៃនេះខ្ញុំនាំអារម្មណ៍លោកអ្នកមករៀនគណនាលេខគុណពីខ្ទង់ដោយវិធីសាស្ត្រងាយៗអញ្ចឹងយើងអាចគណនាការគុណលេខពីខ្ទង់ឲ្យបានរហ័សតាមរូបមន្តដូចខាងក្រោម AB គុណ CD ស្មើនឹង AC / BC បូក AD / BD ចឹងយើងឆ្ងល់ថារូបមន្តនឹងបានពីណាអញ្ចឹងយើងមានវិធីសាស្ត្រមួយគឺជំហានទី1គឺយើងយកតួខាងចុងគុណនឹងតួខាងចុង B គុណ AD ស្មើនឹង BD ជំហានទី2គឺយើងយកតួជិតគុណនឹងតួជិតតួឆ្ងាយគុណនឹងតួឆ្ងាយយើងបូកចូលគ្នាអញ្ចឹងយើងបានតួកណ្ដាល B គុណ C បាន BC A គុណ D បាន AD បន្ទាប់មកទៀតជំហានទី3គឺយើងយកតួខាងដើមគុណនឹងតួខាងដើមគឺ A គុណ C យើងបានតួទី1 AC តួទី2 BC បូក AD តួទី3 BD អញ្ចឹងយើងសាកអនុវត្តលំហាត់ឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍ទី1 32គុណនឹង53អញ្ចឹងជំហានទី1គឺយើងយកតួខាងចុងគុណនឹងតួខាងចុងគឺ2គុណនឹង3 2 3ដង6បន្តមកទៀតជំហានទី2គឺយើងយកតួជិតគុណនឹងតួជិតតួឆ្ងាយគុណនឹងតួឆ្ងាយបូកចូលគ្នាអញ្ចឹង5 2ដង10 3 3ដង9 10បូកនឹង9វាស្មើនឹង19យើងសេលេខ9ត្រាទុក1ជំហានទី3គឺយកតួជិតគុណតួជិត3 5ដង15 15បូក1 16ឧទាហរណ៍ទី2ជំហានទី1យើងយកតួខាងចុងគុណនឹងតួចុង6ម្ដង6តួជិតគុណនឹងតួជិតតួឆ្ងាយគុណនឹងតួឆ្ងាយបូកចូលគ្នា6 8ដង42 2ម្ដង2 42បូក2 44សរសេរលេខ4ត្រាទុក4ជំហានទី3យកតួខាងដើមគុណនឹងតួខាងដើម2 7ដង14 14នឹង4 18លំហាត់ឧទាហរណ៍ទី3 42គុណ64ជំហានទី1តួចុង2 4ដង8សេត8ជំហានទី2តួជិតគុណនឹងតួជិតតួឆ្ងាយគុណនឹងតួឆ្ងាយបូកចូលគ្នាពី6ដង12បូក4 4ដង16 12នឹង16 28សេត8ត្រាទុក2ជំហានទី3តួខាងដើមគុណនឹងតួខាងដើម4 6ដង24 24បូកត្រា2 26បាទសូមជួយ like និង share មានចម្ងល់អ្វីទាក់ទងនឹងប្រធានបទលើអាច comment សួរខ្ញុំបាននៅខាងក្រោមអរគុណ